បាទជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់វីដេអូថ្ងៃនេះគឺទស្សន៍ទាយអ្នកកើតថ្ងៃអង្គារខែចេសឆ្នាំជូតបើមើលទៅតាមជើងលេខថ្ងៃខែឆ្នាំកំណត់យើងឃើញថាពេលដែលលោកអ្នកកើតមកនៅក្នុងឆ្នាំនោះឪពុកម្ដាយរបស់លោកអ្នករកស៊ីឡើងបើជាអ្នកធ្វើស្រែចម្ការវិញគឺថាបានផលច្រើននៅក្នុងកំណើតដែលលោកអ្នកកើតមកបើជាអ្នកធ្វើការនឹងត្រូវបានឡើងឋានៈបុណ្យស័ក្តិឬក៏ឡើងប្រាក់ខែលោកអ្នកពីក្មេងមានសុខភាពមិនសូវល្អអាចថាជាមនុស្សឈឺច្រើនឬពិបាកចិញ្ចឹមដល់វ័យចំណាស់មានសុខភាពល្អលោកអ្នកពីក្មេងជាមនុស្សនឿយដល់វ័យចំណាស់ក៏ជាមនុស្សនឿយដែរលោកអ្នកគឺជាមនុស្សឆាប់អាណិតគេចំពោះការរកស៊ីវិញបើលោកអ្នករកស៊ីជាមួយមនុស្សសម្បុរស្រអែមឬក៏ខ្មៅល្អជាងជាមួយមនុស្សសម្បុរសពីព្រោះថាមនុស្សសម្បុរស្រអែមឬក៏ខ្មៅមានចិត្តស្មោះនឹងលោកអ្នកនិងមានធាតុត្រូវជាមួយនឹងលោកអ្នកទៀតចំពោះការងារវិញបើធ្វើការជាមួយនឹងមេឬថៅកែសម្បុរស្រអែមឬក៏ខ្មៅល្អជាងជាមួយនឹងមេសម្បុរសពីព្រោះថាមេសម្បុរសធ្វើល្អនៅចំពោះមុខលោកអ្នកតែនៅខាងក្រៅខ្នងលោកអ្នកតែងតែវាយប្រហារនិងបែងជើងលោកអ្នកជានិច្ចចំពោះដៃគូជីវិតបើបានមនុស្សសម្បុរស្រអែមឬក៏ខ្មៅល្អជាងមនុស្សសម្បុរសពីព្រោះថាមនុស្សសម្បុរស្រអែមឬក៏ខ្មៅមានចិត្តស្មោះនិងមានធាតុត្រូវជាមួយនឹងលោកអ្នកតែបើលោកអ្នកបានមនុស្សសម្បុរសវិញមិនសូវមានធាតុត្រូវជាមួយនឹងលោកអ្នកទេបើមើលទៅតាមជើងលេខថ្ងៃខែឆ្នាំកំណើតរបស់លោកអ្នកឃើញថាលោកអ្នកត្រូវបានដៃគូជីវិតជាមនុស្សក្រាន់បើអាចថាជាអ្នកមានឬអ្នកធ្វើការធំឬក៏មានចំណេះដឹងខ្ពង់ខ្ពស់ហើយចិត្តបាននឹងក្រុមគ្រួសាររបស់លោកអ្នកនឹងចេះជួយកិច្ចការនៅក្នុងផ្ទះលោកអ្នកទៀតផងចំពោះស្នេហាវិញលោកអ្នកគឺជាមនុស្សសម្បូរស្នេហ៍មានន័យថាលោកអ្នកគឺជាមនុស្សមានជម្រើសច្រើននៅក្នុងការជ្រើសរើសដៃគូហើយលោកអ្នកមិនមែនជាប្រភេទមនុស្សរើសដៃគូទេឲ្យតែស្រឡាញ់ពេញចិត្តពេញបេះដូងលោកអ្នកនឹងយកហើយមិនថាអ្នកនោះជាអ្នកមានឬអ្នកក្រនោះទេចំពោះការរស់នៅជាមួយគ្នាលោកអ្នកគឺជាមនុស្សចូលចិត្តសប្បាយពូកែយកចិត្តពូកែលួងលោមរាក់ទាក់រុះរាយនិងសម្បូរញាតិសន្តានលោកអ្នកចំពោះសំពាយបនវិញបើរៀនបានច្រើនបើជាអ្នកធ្វើការនឹងបានធ្វើការធំបើជាអ្នករស់ស៊ីនឹងមានមុខរបរធំដុំនឹងគេនៅថ្ងៃក្រោយបើបច្ចុប្បន្នមិនទាន់មានចំពោះរាសីនៅក្នុងឆ្នាំ2025នេះគឺបានមធ្យមរកស៊ីក្តីធ្វើការក្តីគឺបានមធ្យមជាពិសេសរាសីខែនៅក្នុងឆ្នាំនៅក្នុងខែ11នេះក៏រាសីមធ្យមដែរធ្វើការក្តៅរកស៊ីក្តៅគឺបានមធ្យមខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណេះសិនបើលោកអ្នកមានសំណួរចង់សួរសូមទម្លាក់ចូលនៅក្នុង comment ឬក៏ឆាតតាម Telegram លេខ016 668486សូមអរគុណ